ជីវនាទី12ចំពុក3តម្រូវផ្សេងៗរបស់សារពាង្គកាយនៅមេរៀនទី1យើងនឹងរៀនអំពីតម្រូវប្រសាទហើយនេះគឺជាសភៅដែល recommend មែនតើហើយល្អដែលយើងអាចយកជាការបានសម្រាប់ការយកមេរៀនហើយនឹងសំណួរបន្តមកទៀតយើងក៏មានលំហាត់ដែរនៅខាងចុងវីដេអូក្រោយទៀតទៅយើងនឹងរៀនអំពីលំហាត់វាដែរយើងរៀនពីដើមឆ្នាំទី12រហូតដល់ចប់ឆ្នាំទី12ហ្មងអញ្ចឹង1តម្រូវប្រសាទសត្វឆ្អឹងកង 1.1 តម្រូវប្រសាទប្រូទីសគ្មានប្រព័ន្ធប្រសាទពិតប្រាកដទេប៉ុន្តែវាមានលទ្ធភាពឆ្លើយតបទៅនឹងរំញោចតាមរបៀបសម្របសម្រួល 1.2 តម្រូវប្រសាទអ៊ីបប្រព័ន្ធប្រសាទមានលក្ខណៈជាបណ្ដាញប្រសាទវាគ្មានមជ្ឈមណ្ឌលប្រសាទសម្រាប់សម្របសម្រួលអង្គភ្លើតប្រសាទទេនៅពេលដែលផ្នែកណាមួយទទួលបានរំញោចអង្គភ្លើតប្រសាទបានផ្សាយភាយពីពេញរាងកាយហើយដំណប់ក៏បង្ហាញពីការសម្របសម្រួលហ្នឹង 1.3 ចន្លេននិងកណ្ដូបចន្លេននិងកណ្ដូបមានមជ្ឈមណ្ឌលប្រសាទនិងបរិមណ្ឌលប្រសាទលើពីនេះចន្លេនមានស្បែកជាសរីរាង្គវិញ្ញាណចំណែកឯកណ្ដូបវិញវាមានសរីរាង្គវិញ្ញាណច្រើនជាងនេះដូចជាមានពុកមានភ្នែកជីវហាវិញ្ញាណ2យើងនិយាយអំពីតម្រូវប្រសាទសត្វឆ្អឹងកង 2.1 រូបគុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងនៅក្នុងប្រព័ន្ធប្រសាទសត្វឆ្អឹងកងវាមានមជ្ឈមណ្ឌលប្រសាទហើយនិងបរិមណ្ឌលប្រសាទមជ្ឈមណ្ឌលប្រសាទមានខួរក្បាលនិងខួរឆ្អឹងខ្នងចំណែកឯបរិមណ្ឌលប្រសាទវាមានសរសៃប្រសាទវិញ្ញាណនាំនិងសរសៃប្រសាទចលករសរសៃប្រសាទវិញ្ញាណនាំយើងមកបញ្យល់ពីសរសៃប្រសាទនីមួយៗទៅសរសៃប្រសាទវិញ្ញាណនាំហ្នឹងវាដឹកនាំព័ត៌មានពីសរីរាង្គវិញ្ញាណទៅកាន់មជ្ឈដ្ឋានវាដឹកនាំព័ត៌មានពីសរីរាង្គវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទសរសៃប្រសាទចលករមានប្រព័ន្ធប្រសាទឆន្ទៈជាដុំចាប់ឆ្អឹងប្រព័ន្ធប្រសាទឆន្ទៈក្រពេញមួយចំនួននិងសាច់ដុំរលីងសរីរាង្គហើយនឹងប្រព័ន្ធណឺរ៉ូនអង់ដូគ្រីនដែរឬក៏ជាក្រពេញអង់ដូគ្រីនបើយើងមិនចង់ដាក់ក្នុងមុខកញ្ចក់ទេយើងនិយាយតែអាធំកូនទៅដូចជាប្រព័ន្ធប្រសាទឆន្ទៈប្រព័ន្ធប្រសាទអឆន្ទៈនិងប្រព័ន្ធណឺរ៉ូនអង់ដូគ្រីន 2.1 តម្រូវប្រសាទសត្វឆ្អឹងកង 2.2 តម្រូវប្រសាទសត្វឆ្អឹងកងចំពោះសត្វឆ្អឹងកងខួរក្បាលអត្តកខួរនិងខួរតូចមានការលូតលាស់យ៉ាងខ្លាំងហើយមានសរីរាង្គវិញ្ញាណយ៉ាងច្រើនទំហំនិងលក្ខណៈសុខស្វែងរបស់អត្តកខួរនិងខួរតូចរីកចម្រើនពីថ្នាក់ត្រីរហូតដល់ថ្នាក់ធនិកសត្វចំពោះធនិកសត្វថ្នាក់ខ្ពស់អត្តកខួរជាកន្លែងទទួលព័ត៌មានបកស្រាយនិងកំណត់នៅការឆ្លើយតបទៅនឹងព័ត៌មានរបស់សរីរាង្គវិញ្ញាណចំពោះត្រីកង្កែបនិងល្មូនអត្តកខួរនិងខួរតូចមានទំហំតូចចំណែកឯបក្សីនិងធនិកសត្វវាមានទំហំធំល្មមមានទំហំធំព្រមទាំងមានខ្នាត់ច្រើនដែរបង្កើនទំហំផ្ទៃខួរក្បាល 3. ប្រព័ន្ធប្រសាទមនុស្សយើងមកមើល 3.1 គេនិយាយអំពីនីតិប្រព័ន្ធប្រសាទការទទួលព័ត៌មានយើងអាចដឹងពីអ្វីៗដែលកើតឡើងនៅក្នុងមជ្ឈដ្ឋានជុំវិញខ្លួនរបស់យើងដោយសារតែប្រព័ន្ធប្រសាទឧទាហរណ៍មិត្តភក្តិយើងកំពុងតែនិយាយរឿងកំ pl ែងការឆ្លើយតបទៅនឹងព័ត៌មានបំរែបំរួលឬសញ្ញាមួយនៅក្នុងមជ្ឈដ្ឋានក្រៅដែលធ្វើឲ្យសារពាង្គកាយមានប្រតិកម្មតបហៅថារំញោចចឹងបើគេសួរថារំញោចជាអីយើងអាចឆ្លើយថាវាគឺជាការឆ្លើយតបទៅនឹងព័ត៌មានហើយបំរែបំរួលឬសញ្ញាណាមួយដែលនៅក្នុងមជ្ឈដ្ឋានខាងក្រៅធ្វើឲ្យសារពាង្គកាយមានប្រតិកម្មតបនឹងឯងវាគឺជារំញោចនោះឧទាហរណ៍សំឡេងងូរបស់សាច់មូសវាគឺជារំញោចធ្វើយើងចង់ទះមូសនឹងទំហែរក្សាថេរលំនឹងប្រព័ន្ធប្រសាទជួយថែរក្សាលំនឹងដោយបញ្ជាឲ្យសារពាង្គកាយធ្វើការឆ្លើយតបឲ្យសមស្របទៅនឹងព័ត៌មានដែលទទួលបានឧទាហរណ៍នៅពេលដែលយើងឃ្លានយើងក៏ត្រូវបរិភោគអាហារអាហ្នឹងវាគឺជាដំណប់ឆ្លើយតបនឹងព័ត៌មានផងហើយវាជួយលំហែរក្សាលំនឹងផងតែពេលយើងឃ្លានយើងប្រកាសជាទៅញ៉ាំអាហារ 3.2 ណឺរ៉ូនវាគឺជាឯកទេសកម្មដែលមាននីតិដឹកនាំព័ត៌មានទៅពីពេញសារពាង្គកាយអង្គភ្លើតប្រសាទវាគឺជាព័ត៌មានដែលដឹកនាំដោយណឺរ៉ូនអញ្ចឹងណឺរ៉ូនជាកោសិកាឯកទេសដឹកនាំព័ត៌មានទៅពីពេញរាងកាយឯអង្គភ្លើតប្រសាទវាគឺជាព័ត៌មាននឹងឯងករូបគុំណឺរ៉ូនវាមាន3ផ្នែកគឺដងត្រីតួកោសិកាហើយនិងអាក់សូនឥឡូវយើងមកនិយាយណែនាំពីផ្នែកនីមួយៗទាំងវាដងត្រីវាគឺជាសរសៃឆ្មាហើយខ្លីមានច្រើនបែកចេញពីតួកោសិកាដើមត្រីមាននាទីទទួលព័ត៌មានពីណឺរ៉ូនផ្សេងៗទៅណឺរ៉ូនផ្សេងៗនិងបញ្ជូនទៅតួកោសិកានៃណឺរ៉ូនតួកោសិកាណឺរ៉ូនមានតួកោសិកាធំហើយបែកចេញពីតួកោសិកាជាសរសៃឆ្មាហើយខ្លីមានច្រើនគឺដងត្រីនិងសរសៃមួយគឺអាក់សូនក្នុងគូកោសិកាមានទុករវាយោនិងធាតុកោសិកាដូចជាមីតូកុងត្រីប្រដាប់កុលស៊ីនិងណឺរ៉ូនប្រដាប់កុលស៊ី
សារធាតុនេះនិងណឺរ៉ូនភីព្រីអាក់សូនវាគឺជាបន្លយដែលបែកចេញពីតួកោសិកាហើយមានទម្រង់ដូចជាដងត្រេតអាក់សូនមានតែមួយគត់ធំហើយវែងនេះគឺជារូបភាពដែលគេបង្ហាញអាក់សូននេះអាក់សូនឥឡូវគេហ្នឹងហើយដងត្រេតតួកោសិកាណៃយ៉ូនៅកណ្ដាលអាក់សូនខប្រភេទផ្សេងៗនៃណឺរ៉ូនពាក់ព័ន្ធទៅនឹងបន្លយចេញពីតួកោសិកាណឺរ៉ូនឯកពលនិយាយទៅបើគេសួរថាតាមរយៈបន្លយចេញពីតួកោសិកាតើគេចែកណឺរ៉ូនជាប៉ុន្មាននិយាយខ្លីថា3ទៅមានដូចជាណឺរ៉ូនឯកពលណឺរ៉ូនទ្វេពលហើយនិងណឺរ៉ូនពហុពលចឹងណឺរ៉ូនឯកពលណឺរ៉ូនដែលមានបន្លយខ្លីមួយបែកចេញពីតួកោសិកាណឺរ៉ូនទ្វេពលណឺរ៉ូនដែលមានតួកោសិកាដែលថាណឺរ៉ូនដែលតួកោសិកាមានបន្លយ2ស្របគ្នាគឺមួយជាអាក់សូនហើយមួយទៀតជាដងត្រេតណឺរ៉ូនពហុពលគឺជាណឺរ៉ូនដែលតួកោសិកាមានបន្លយច្រើនបែកចេញពីតួកោសិកាជាសរសៃឆ្មាស់ហើយខ្លីមានច្រើនជាដងត្រេតនិងអាក់សូនមានតែមួយគត់ធំហើយវែងដូចគេបង្ហាញអញ្ចឹងនេះទ្វេពលឯកពលពហុពលពាក់ព័ន្ធទៅនឹងនេតិបើគេសួរថាតើណឺរ៉ូនចែកចេញជាប្រមាណផ្អែកទៅលើនេតិយើងឆ្លើយថាមានណឺរ៉ូនវិញ្ញាណនាំណឺរ៉ូនចលករហើយនិងណឺរ៉ូនភ្ជាប់ឬក៏អន្តរណឺរ៉ូនវិញ្ញាណនាំមាននាទីដឹកនាំព័ត៌មានពីថ្មកោសិកាមាននាទីដឹកនាំព័ត៌មានពីវិញ្ញាណណឺរ៉ូនវិញ្ញាណនាំមាននាទីដឹកនាំព័ត៌មានពីថ្មវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទហើយតួកោសិកាស្ថិតនៅក្រោមបណ្ដោយសរសៃប្រសាទបង្កើតបានជាកម្ពូលមួយហៅថាកុងក្លីយ៉ុងណឺរ៉ូនចលករមាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គបដកម្មដូចជាសាច់ដុំឬក៏ក្រពេញតួកោសិកាប្រសាទស្ថិតនៅចុងម្ខាងនៃណឺរ៉ូនដែលកប់នៅក្នុងខួរក្បាលឬក៏ខួរឆ្អឹងខ្នងចំពោះណឺរ៉ូនភ្ជាប់ឬក៏អន្តរណឺរ៉ូននោះវាមាននាទីទទួលនៅព័ត៌មានពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀតយល់ហើយពីអន្តរមានន័យថាភ្ជាប់តពីមួយទៅមួយអញ្ចឹងកោអង្គភ្លើប្រសាទអង្គភ្លើប្រសាទមាននាទីអង្គភ្លើប្រសាទមានទិសដៅពីដើមត្រេតមួយនៃណឺរ៉ូនចូលទៅក្នុងតួកោសិកាហើយចូលតាមអាក់សូនរហូតដល់សញ្ញាអាក់សូនអង្គភ្លើប្រសាទធ្វើដំណើរតាមបណ្ដោយណឺរ៉ូនក្រោមរូបរាងជាសញ្ញាអគ្គិសនីនិងគីមីក្នុងល្បឿន120ម៉ែត្រក្នុងវិនាទីនៅពេលដែលទូរស័ព្ទរោអ្នកលើកទូរស័ព្ទដើម្បីឆ្លើយតបក្នុងដំណើរនេះមានណឺរ៉ូន3ចូលរួមគឺណឺរ៉ូនវិញ្ញាណនាំនៅពេលដែលថ្មវិញ្ញាណចាប់យករំញោចពីមជ្ឈដ្ឋានក្រៅអង្គភ្លេចប្រសាទកើតឡើងភ្លាមថ្មនៅក្នុងត្រចៀកយកសូរសំឡេងរបស់ទូរស័ព្ទហើយបង្កើតបានជាផ្លិចអង្គភ្លេចប្រសាទនៅក្នុងណឺរ៉ូនវិញ្ញាណនាំចំពោះណឺរ៉ូនភ្ជាប់ឬក៏អន្តរណឺរ៉ូនវាចេញពីណឺរ៉ូនវិញ្ញាណនាំអង្គភ្លេចប្រសាទឆ្លងកាត់ទៅណឺរ៉ូនភ្ជាប់ដែលស្ថិតនៅក្នុងខួរក្បាលនៅពេលនោះខួរក្បាលបកស្រាយអង្គភ្លេចប្រសាទដែលបានពីណឺរ៉ូនភ្ជាប់ហើយធ្វើឲ្យដឹងថាទូរស័ព្ទកំពុងរោលខួរក្បាលក៏បានសម្រេចចិត្តថាតើគួរឆ្លើយតបតាមទូរស័ព្ទឬទេចំពោះណឺរ៉ូនចលករវិញបន្ទាប់ពីអង្គភ្លេចប្រសាទធ្វើដំណើរតាមបណ្ដោយណឺរ៉ូនចលកររាប់ពាន់អង្គភ្លេចប្រសាទចេញពីណឺរ៉ូនចលករខ្ញោចសាច់ដុំដៃឲ្យលើកទូរស័ព្ទឆ្លើយតប